នាងខ្ញុំឈ្មោះអ៊ុយកសលគឺជាម្ចាស់ភោជនីយដ្ឋានដែលមានឈ្មោះថា Sala Coffee and Food ដែលមានទីតាំងនៅខេត្តកំពង់ធំ Rotary Club គឺនាងខ្ញុំបានចូលរួមក្នុងរយៈពេលខ្លីប៉ុន្តែខ្ញុំមានអារម្មណ៍ថាទទួលនៅភាពកក់ក្ដៅជាមួយនឹងបងដែលជាម្ចាស់អាជីវកម្មសំខាន់ពួកគាត់ចែករំលែកនៅបទពិសោធន៍ហើយមួយវិញទៀតគឺការផ្ដល់ឲ្យ Rotary Club គឺជាក្លឹបមួយដែលជួយទៅដល់សង្គមជាពិសេសក្មេងៗឬក៏កន្លែងផ្សេងៗដែលត្រូវការជំនួយគឺខ្ញុំមើលឃើញថាគឺជាការផ្ដល់ឲ្យយ៉ាងធំធេងហើយសំខាន់មួយទៀតយើងអត់ចាំបាច់ថាតើតែយើងមានលុយច្រើនមានទ្រព្យច្រើនបានយើងអាចមកចូលរួមដែលយើងអាចចែករំលែកជួយទៅដល់សង្គមបានទេការចូលរួមក៏ជាការជួយមួយដែរមិនត្រឹមតែជួយសង្គមទេប៉ុន្តែក្លឹបគឺមានវគ្គបណ្ដុះបណ្ដាលជួយទៅដល់ម្ចាស់អាជីវកម្មជាច្រើនគឺជួយទាំងអាជីវកម្មរបស់គាត់ទៀតចង់ផ្ដាំផ្ញើទៅដល់បងដែលគាត់មានចិត្តនៅក្នុងការចង់ជួយសង្គមចង់ចូលរួមជាមួយនឹង Rotary Club អាចអញ្ជើញចូលមកបានចូលរួមជាមួយនឹងសកម្មភាពនៅក្នុងសេវាសង្គមក៏បានឬក៏បងដែលពេញចិត្តចង់ចូលរួមជាសមាជិកតែម្ដងក៏រីករាយនឹងទទួលស្វាគមន៍ចា៎